កាលពីយូរលង់ណាស់មកហើយនៅក្នុងភូមិមួយមានដង្ខៅចិត្តកំណាញ់ម្នាក់កំណាញ់រហូតសូម្បីគ្រួសារគេក៏ចោះចោលដែរដោយសារតែទ្រាំមិនបាននឹងអត្តចរិតរបស់គេអ្នកបំរើនៅក្នុងផ្ទះតែងតែត្រូវបានគេចោទប្រកាន់និងត្រួតពិនិត្យមើលយ៉ាងតឹងរ៉ឹង1 2 3ទេយើងចាំថាផ្លូវមាត់ទាំងអស់មាន10ដុំហើយហូបអស់តែ3ដុំទេថ្ងៃនេះមិនឥឡូវនៅសល់តែ7ដុំទៅវិញចិត្តអើយចិត្តមកនេះបានចវាយឯងទៅធ្វើអីនៅចង្ក្រានបាយបានជាយូរយ៉ាងនេះបានចវាយខ្ញុំទៅហូបបាយកកដែលសល់ពីថ្ងៃឯងបានអីស៊ីជាមួយបាយគឺហូបជាមួយបន្លែរបស់ចវាយយើងបាត់ផ្លូវមាត់អស់7ដុំឯងមានបានយកស៊ីទេចៅវាយខ្ញុំមិនបានយកសូម្បីតែមួយដុំខ្ញុំហ៊ានស្បត់យីយើងដឹងរឿងគ្រប់យ៉ាងទាំងអស់នៅក្នុងផ្ទះនេះឯងមិនចាំបាច់មកកុហកយើងទេរដូវច្រូតកាត់នឹងមកដល់ឆាប់នេះហើយយើងទៅរកកម្លាំងមួយចំនួនទៀតដើម្បីមកជួយច្រូតកាត់ឯងទៅផ្សារជួយទិញម្ហូបសម្រាប់ពួកគេផងបាទស្អែកខ្ញុំនឹងងើបទៅទិញពីព្រលឹមណែចាំបន្តិចព្រឹកស្អែកយើងទៅដែរបើមិនអញ្ចឹងទេឯងច្បាស់ជាលាក់ខ្លះមិនខាននរណាទៅដឹងពិតជាកំណាញ់បេះមិនចេញមែនឯងនិយាយស្អីមុនហ្នឹងបាទខ្ញុំអត់បាននិយាយអីទេចវាយចវាយទិញសាច់ខ្លះទៅចវាយមិនបានទេយើងមានលុយឯណាទៅទិញសាច់ឲ្យពួកគេនោះរើសតែរបស់ណាដែលទុកបានយូរទៅបានហើយអញ្ចឹងមានតែយកត្រីងៀតទេទុកបានយូរខែមិនកើតទេត្រីងៀតវាស្រួលហូបពួកគេនឹងហូបច្រើនឆាប់អស់ជាមិនខានណែយើងយកវាមកប្រឡាក់ជាមួយនឹងត្រីនោះទុកកាន់តែយូរមិនសាច់ស្អុយហើយពួកគេមិនសូវហូបបានច្រើនទៀតហើយហូបបានយូរថ្ងៃទៀតផងធ្វើអញ្ចឹងប្រៃណាស់ចៅវាយពួកគាត់ហូបមិននឹងកើតទៅកុំចេះជើងយើងពេកមានរបស់ហូបពីគ្រាន់ជាងអត់អីតោះឆាប់ទៅទិញទៅឲ្យអំបិលខ្ញុំ2ការុងមកបាទថ្លៃដឹកទាំងអស់40000រៀលរួមនឹងថ្លៃដឹក10000រៀលទៀតណែមិនបាច់ដឹកឲ្យខ្ញុំទេចាំបាច់អីខ្ញុំចំណាយ10000រៀលទៀតថ្លៃដឹកជញ្ជូននោះអ្នកនៅជាមួយខ្ញុំគេអាចធ្វើបានតើគ្រាន់តែការងារប៉ុណ្្នឹងនោះណែតែក្រុងធំណាស់ខ្ញុំខ្លាចតែគាត់លើកមិនរួចមែនតែចៅវាយខ្ញុំលើកតែឯងមិនរួចទេស្អីគេ2ការុងនឹងលើកមិនរួចមែនអញ្ចឹងយើងឲ្យឯងទៅធ្វើអីគេវិញអូយហត់ខ្លាំងណាស់ចៅវាយខ្ញុំទើបមកលេងរួចហើយខ្ញុំសូមសម្រាប់បន្តិចបានសិនទេចៅវាយទើបតែដាក់បានប្រមាណចំហៀនសោះហត់ទៅហើយចំជាអត់បានការមែនអូយចៅវាយខ្ញុំចុកខ្នងខ្លាំងណាស់អូយចុកណាស់អូយព្រះអើយទោះជាយ៉ាងណាឯងក៏ទៅតែទ្រាំដែរយើងធ្វើយ៉ាងម៉េចទៅចៅវាយបើនៅតែឲ្យខ្ញុំលើកទៀតដឹងតែបាក់ខ្នងខ្ញុំជាក់ជាមិនខានចុះអំបិល2ការុងនោះគិតយ៉ាងម៉េចទៅវិញបើចំណាយតែ10000រៀលបន្ថែមនោះយើងម្លេះមិនពិបាកអញ្ចឹងទេយីអត់កំណត់ហ៊ានមកប្រើយើងផងចៅវាយយើងអាចលាក់វាម្ដុំក្បែរច្រាំងនេះសិនក៏បានដែរចាំស្អែកចាំយើងមកយកវិញព្រោះមេឃវាងងឹតហើយចុះបើគេលួចបាត់គិតយ៉ាងម៉េចទៅកុំបារម្ភអីចៅវាយគ្មាននរណាមកយកវាទេព្រោះតែមានមនុស្សអត់បានកើតដូចជាឯងណាស់ហើយយើងវាគ្មានជំរឿសទេតោះត្រឡប់ទៅផ្ទះវិញយើងចេញពីព្រលឹមអញ្ចឹងយើងមិនបាច់ព្រួយថាមាននរណារកឃើញមុនយើងទេអំបិលនោះចិត្តអំបិលនោះនៅឯណាមិនបានជាយើងរកមិនឃើញអញ្ចឹងយកមិញច្បាស់ជាទឹកទន្លេឡើងហើយកន្លែងដែលយើងដាក់អំបិលនោះច្បាស់ជាទឹកជន់ចូលលិចអស់ហើយល្ងងមែនចុះទៅក្នុងទឹកហើយឆាប់យកវាឲ្យយើងឡើងឆាប់មក
ចៅវាយទន្លេនេះជ្រៅណាស់ខ្ញុំរកមិនឃើញទេចិត្តជួយយើងផងចិត្តជួយយើងផងយើងមិនចេះហែលទឹកទេចាំបន្តិចទៅចៅវាយខ្ញុំទៅរកអំបិលនោះសិនរួចខ្ញុំនឹងជួយសង្គ្រោះចៅវាយតាមក្រោយជួយផងខ្ញុំទៅជួយហើយអញ្ចឹងចៅវាយកាត់អីអត់ទេយើងបន្តដំណើរទៅរកអំបិលនោះទៀតទេហើយទៅរកស្អីទៀតឯងប៊ីសនឹងសម្លាប់យើងទៅហើយឯងនេះមិនដឹងខ្លួនទៀត ព្រោះតែចៅវាយជំរុញឲ្យខ្ញុំទៅរកអំបិលហើយខ្ញុំក៏ប្រឈមនឹងជួយចៅវាយទាំងគ្រោះថ្នាក់ផងដែរក៏តែចៅវាយនិយាយអញ្ចឹងមកដាក់ខ្ញុំកើតចៅវាយទៅទិញអំបិលទៀតទេយើងប្រមានឯងឲ្យឈប់រំលឹកពីរឿងអំបិលនេះទៀតគ្រប់យ៉ាងទាំងអស់តាក់ទងនឹងអំបិលស្ដាប់បានទេ